នឹងសំជាមួយនឹងស្ថានភាពរបស់ប្រទេសយើងទេសម្រាប់ស្រួលទៅធ្វើពិធីខ្លះទៅអ្នកពុទ្ធសាសនាបងប្អូនណាដោយសារការសម្របសម្រួលនឹងសកេសការរហូតដល់ថ្ងៃសកេសការថ្ងៃអត់ដឹងថាព្រមបានដឹងថាពុទ្ធថ្ងៃអញញ៉ៃរហូតដល់ថ្ងៃក្រោយព្រះអង្គបរិនិព្វានទៅក្រោយព្រះអង្គបរិនិព្វានទៅក្រោយព្រះអង្គស្លាប់ទៅចូលទីបង្គត់ទៅប្របាទជ័យករណាហ្នឹងណាចូលទីបង្គត់ទៅបងប្អូនឃើញភាសាទេមិនឃើញរូបព្រះសម្មាសម្ពុទ្ធតែទាក់ទងនឹងពុទ្ធសាសនាជាប់នឹងវិទ្យាភាសាទេគេដាក់ចោលឡើងតិចគេដាក់ចោលឡើងតិចពួកអីពួកកាលហ្នឹងមានព្រះអង្គនៅសម្របសម្រួលជាប់នឹងអីបងប្អូនខ្ញុំមិនដឹងប្របាទជ័យករណាជាប់អីទេអត់អាចជាប់សុខហ្នឹងចង់មានរឿងហ្នឹងឬក៏ព្រះអង្គអវិជ្ជាក៏មិនដឹងអវិជ្ជាក៏ចំណុចហ្នឹងណាអវិជ្ជាគិតមិនឃើញថាក្រោយពីព្រះអង្គបរិនិព្វានទៅវាមានបញ្ហាក្រោយពីព្រះអង្គចូលទីបង្គត់ទៅវាមានបញ្ហាពីព្រោះអីគាត់មិនចែកឲ្យដាច់ថាណែព្រមសាសនាកុំយកមកដាក់ចូលពុទ្ធសាសនាចឹងមើលតែអត់ត្រូវគ្នារឿងសាសនាទាក់ទងនឹងរឿងប្រពៃណីរឿងជំនឿរឿងពិធីសាសនាហើយរឿងពុទ្ធសាសនាឯនេះវិញជាមេរៀនសិក្សាបានយកទៅសេលើក្តារគៀនយល់នេះបានរឿងចិត្តរៀនមិនអីរៀនមិនអសវៈរៀនមិនរួចហើយទៅអង្គុយសោវាអត់មានតាក់ទងជាមួយប្រពៃណីទៅមានទម្លាប់សាសនាឯផងវាអត់ផងប៉ុន្តែគាត់សម្របសម្រួលគ្នាបងប្អូនឃើញអាកំណត់សម្របសម្រួលហើយឃើញជាផលអាក្រក់រហូតដល់ថ្ងៃហ្នឹងក្រោយព្រះអង្គចូលទីបង្គត់ទៅកាត់ចាក់គ្នារឿងសាសនាលួចគ្នានៅស្ថានគោលខ្វែងចោលរូបដែលគេឆ្លាក់រឿងរូបប្រពន្ធហ្នឹងឆ្លាក់រូបប្រពន្ធហ្នឹងដែលតាក់ទងនឹងពុទ្ធសាសនាហ្នឹងខ្វែងចោលក៏តិចហើយឥឡូវសលេងសមាមសកេតការមកដល់ថ្ងៃឃើញទេពុទ្ធសាសនាជាមួយក្រុមសាសនាកណ្ដាលជាណៃរកភាពអត់សក់អត់ឃើញហ្នឹងគួរតែបងប្អូនមើលមហាគណៈគតិមួយទៀតមហាគណៈគតិគេថាខ្ញុំហ្នឹងយ៉ាងម៉េចទេអូអាណាក៏មិនត្រូវមែនបងប្អូនត្រូវមែនដូចសូក្រាតសូអីបងប្អូនផ្លាតុងណារីគុណសូក្រាតឯកតាអេរីស្តូតេរីគុណគ្នាទៅវិញទៅមកណាបងប្អូនពួកអីពួកមើលឃើញតែមិនត្រូវណាអីមិនត្រូវដែរជួនកាលបងប្អូនមហាគណៈគតិគេសួរថាលោកកាន់សាសនាអីហ្នឹងហិណ្ឌូមូស្លីមគ្រឹះស្អីក៏គាត់ដែរចង់មានរឿងគាត់មិននិយាយច្បាស់ទេថាទេខ្ញុំកាន់អានេះមួយព្រោះចេញអត់ច្បាស់មកគាត់អានេះសម្របសម្រួលរួចដាក់ក្នុងអាណត្តិគាត់ហ្នឹងទៅគាត់តែគាត់ស្លាប់តែបាត់ទៅកាត់គ្នាចាក់គ្នាវិញទៅដែរពីព្រោះមនុស្សវាអត់ច្បាស់ណាបងប្អូនវាអត់ច្បាស់ថាមួយណាខុសមួយណាត្រូវព្រះសម្មាសម្ពុទ្ធអត់ទេអត់ទេបងអត់មានសម្របសម្រួលមួយណាទេទី3គ្រូជំនួសព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាម៉េចទេជីវិតឈិនទៅបើអត់ស៊ីទុកណែប៉ុន្តែវាស៊ីមិនទុកទេសុខក៏ទុកដែរព្រះសម្មាសម្ពុទ្ធមករឹងនៅទៅនឹងមកណាអត់មានសម្របសម្រួលមួយណាទេពួកអីពួកព្រះអង្គមិនមករកការគ្រប់គ្រងទេមកសម្ដែងសេចក្តីពិតណារឿងពិតនៅក្នុងហ្នឹងណាប្រពុតលោកប្រាប់ថារឿងពាក្យពិតណាជាពាក្យមានតម្លៃជាពាក្យដែលមិនស្លាប់អ្នកណាកាន់សេចក្តីពិតទៅអ្នកនឹងមានតម្លៃហ្មងអ្នកខ្លះគេនិយាយថាម៉េចទេសូម្បីតែព្រះសម្មាសម្ពុទ្ធក៏លោកសម្ដែងអញ្ចឹងណាបងប្អូនណាតើរឿងមិនសមហេតុសមផលព្រះសម្មាសម្ពុទ្ធលោកគង់នៅតែថាគាត់មានកាន់ណាគេហ្នឹងហ៎គាត់មានសមហេតុសមផលអញ្ចឹងឧទាហរណ៍ឡើយគេថាណាទៅវិបស្សនាហ្នឹងគេថាមច្ឆាទៅទេហើយអីបានចឹងណាលោកគ្រូធំខាងមកគាត់និយាយថាទៅវិបស្សនាទេមច្ឆាទៅទេអូជួយបានទេមិនចូលលោកគ្រូធំហ្នឹងមកសង្កត់ក្បាលគេចឹងគ្រូណាក៏ដោយសូម្បីតែព្រះសម្មាសម្ពុទ្ធលោកគង់នៅក៏ទៅសួរដែរសួរហ្មងអត់ឲ្យការសម្ដែងចឹងសួរដល់ហេតុផលមនុស្សមិនមានតម្លៃផ្ទាល់ខ្លួនរបស់ខ្លួនទេដោយសារសេចក្តីពិតដោយសារភាពសុចរិតទៀងត្រង់ដែលខ្លួនកាន់យកបើខ្លួនហ្នឹងមិនកាន់យកពាក្យពិតមិនកាន់យកសេចក្តីសុចរិតអត់មានតម្លៃទេតម្លៃពិតអាពាក្យសុចរិតអាពាក្យសុចរិតអាសេចក្តីពិតក្នុងតាមតម្លៃរបស់វាគឺក្នុងតាមហើយមិនចេះតែយកព្រះសម្មាសម្ពុទ្ធមកទាំងពីមុខអញ្ចឹងគម្ពីរព្រះសម្មាសម្ពុទ្ធមកទាំងពីមុខអញ្ចឹងយើងផ្ទាល់រត់ដងកំថាណែគម្ពីរនេះជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅសម្ដែងអត់មានហេតុអត់មានផលក៏សួរដែរព្រះអង្គនៅកន្លែងណាក៏សួរព្រះអង្គតិចមើលតែព្រះអង្គមិនចង់ទេណាបងប្អូនប៉ុន្តែពួកគេចង់ឲ្យយើងទទួលយកគេប្រើសម្ដីរបស់ព្រះសម្មាសម្ពុទ្ធមកបាក់មុខយើងប៉ុន្តែការពិត
ពុទ្ធិកាណាអត់មានហេតុអត់មានផលខ្ញុំចង់និយាយពីរបៀបនៃការធ្វើការងាររបស់ព្រះសម្មាសម្ពុទ្ធដើម្បីជារបៀបការធ្វើការងាររបស់ពួកយើងឲ្យយើងនៅក្រោមទំអានរបស់ព្រះសម្មាសម្ពុទ្ធយើងមិនមែនចេញមករកស្លាកស្នោទេបងប្អូនណាមិនមែនមករកសេចក្តីស្រឡាញ់ទេណាយើងមកផ្សាយការពិតណាការពិតខ្ញុំមកបងប្អូនណាតាំងពីនៅគណៈបក្សសិទ្ធិលោកតាំងពីនៅក្នុងគណៈបក្សសពនេស៊ីហើយខ្ញុំទៅធ្វើវេទិកាជាមួយគណៈជាមួយអង្គការសិទ្ធិមនុស្សខ្ញុំនិយាយជាមួយគ្នារត់ទៅខ្ញុំថារៀនអន្តរជាតិទេហើយបញ្ហាធំនៅក្នុងខ្មែរគឺមានការអនុវត្តច្បាប់មកពីអំណាចប្រមូលផ្ដុំបងប្អូនស្ដាប់ណាស្ដាប់ឯកសារខ្ញុំឡើងវិញកាលនោះនៅតំណាងរាជនៅក្នុងគណៈបក្សសពស៊ីនោះខ្ញុំប្រាប់ថាបញ្ហារបស់ខ្មែរគឺអំណាចប្រមូលផ្ដុំក្រុមសុខាហ្នឹងឆ្លោះមួយខ្ញុំជាគេគាត់ថាអត់ទេគឺមកពីរៀងហ្នឹងមានអំណាចហើយអត់ចេះប្រើអំណាចខ្ញុំសួរថាអត់ចេះហ្នឹងយ៉ាងណាទៅគាត់ថាអត់ចេះប្រើសិលឹកស្នោដើម្បីដូរអ្នកដឹកនាំទេដើម្បីឲ្យប្រទេសរីកចម្រើនប្រជាពលរដ្ឋត្រូវមានសិទ្ធិហើយចេះប្រើសិទ្ធិបានត្រឹមត្រូវអាមិនទៅប្រើសិទ្ធិបានត្រឹមត្រូវគឺប្រើសិទ្ធិដើម្បីដូរអ្នកដឹកនាំខ្ញុំឆ្លោះទៅជាមួយគាត់ខ្ញុំថាតើគេបោកចំគាត់បានថាគេចេះប្រើសិទ្ធិទៅចុះទៅមេដឹកនាំហ្នឹងល្អអាណាគាត់គេបោកឲ្យទៀតណាបោកដដែលអញ្ចឹងអត់ទាន់ចេះប្រើសិទ្ធិរបស់ខ្លួនទេអត់ទាន់ចេះប្រើអំណាចរបស់ខ្លួនទេខ្ញុំថាអត់ទេរឿងស្រុកខ្មែរគឺរឿងអំណាចប្រមូលផ្ដុំបងប្អូនណាដល់សារសេចក្តីពិតឥឡូវប្រជាពលរដ្ឋបានយល់ច្រើនណាអំពីគ្រោះថ្នាក់ដែលកើតមកពីអំណាចប្រមូលផ្ដុំចាំឥឡូវក៏ថក់យកទៅនិយាយគាត់ថាស្រុកខ្មែរកើតមកពីអំណាចប្រមូលផ្ដុំអាចថក់ទៅនិយាយនេះមិនសំខាន់ទេបងប្អូនតែវាឆ្ងាយអាធ្លាក់យើងទៅជឿទៀតអត់មានន័យណានិយាយទេបងប្អូនណាអាពាក្យហ្នឹងគឺទុំរកឃើញណាថាស្រុកខ្មែរបញ្ហាគឺអំណាចប្រមូលផ្ដុំអាចយកមកគេទៅពាក់គេជឿទៀតដោយរឿងវិបស្សនាសប្ថ្ងៃមិនទាន់បានទៅវិបស្សនាផងក៏បានគួរអួតបងប្អូនស្ដាប់មិនទាន់បានទៅផងគាត់និយាយថាមិនយ៉ាងណាបងប្អូនអត់មានមេដឹកនាំណាទៅវិបស្សនាដូចខ្ញុំហ្នឹងទាន់បានទៅផងគាត់តែប្រាប់គេថានេះទៅហើយឥឡូវខែ8ទៅចាំនិយាយចុងមុនហើយអត់មានមេដឹកនាំណាទៅវិបស្សនាដូចខ្ញុំហ្នឹងបងប្អូនណាអ្នកគ្រប់គ្រងគាត់ចេះតែគ្រប់គ្រងអត់ធ្វើទេអត់ប្រកហើយអត់យល់អីពីវិបស្សនាទេផងទៀតនិយាយបងប្អូនណាវិបស្សនាឲ្យសមាធិដូចតែគ្នាទេគេហៅវិបស្សនាបានសមាធិគេហៅវិបស្សនាក៏បានសមាធិក៏បានគួរមកឲ្យនិយាយទៅហើយទៀតម្ល៉េះអត់យល់អីនិយាយម្ល៉េះសមាធិគេនិយាយពីទូទៅដោយរាំចឹងណារាំគេនិយាយពីរឿងទូទៅដល់ពេលសារវ៉ាន់ឡាំលាវវាជាក្បាច់រាំអញទៅរាំណាអត់ទៅរាំគេនិយាយពីទូទៅដល់ពេលសារវ៉ាន់ឡាំលាវម៉ាក់ស៊ីឡូអីចឹងទៅវាជាក្បាច់រាំសមាធិគេនិយាយពីទូទៅសមាធិកម្មដ្ឋានគឺការអង្គុយក្បិចហ្នឹងអានឹងហើយគឺជាសមាធិកម្មដ្ឋានសមាធិកម្មដ្ឋានមានបច្ចេកទេសរាប់រយរាល់មានក្បាច់គេរាប់រយសមាធិហ្នឹងគឺដល់កម្មដ្ឋានទូទៅវិបស្សនាគឺជាបច្ចេកទេសកម្មដ្ឋានមួយក្នុងចំណោមបច្ចេកទេសកម្មដ្ឋានក៏ច្រើនរកឃើញដល់ព្រះសម្មាសម្ពុទ្ធកាលពីមុនមកគេអង្គុយក្បិចហ្នឹងគេធ្វើកម្មដ្ឋានច្រើនណាសមាធិកម្មដ្ឋានច្រើនប៉ុន្តែខុសលើដល់ពេលគាត់អត់យល់គាត់ថាសមាធិក៏បានវិបស្សនាក៏បានទៀតណាគាត់និយាយថាម៉េចខ្ញុំទៅអង្គុយក្បិចហ្នឹងដើម្បីរកមើលថាតើស្រុកខ្មែរជួយយ៉ាងម៉េចគូយមុនគូវិបស្សនាទៅអង្គុយក្បិចមើលថាតើស្រុកខ្មែរជួយយ៉ាងម៉េចហើយអ្នកគ្រប់គ្រងគាត់ទៅប្រទេសហើយបើមកខ្ញុំចេះតែនឹកឆ្ងល់បងប្អូនអារឿងយើងទៅគ្រប់គ្រងមនុស្សខូចទេបងប្អូនមិនមែនថោកគេទេណាបងប្អូនថោកយើងឧបមាថាលោកប្រធានបច្ចុប្បន្ន105គាត់ណាបងប្អូនពិចារណាមើលគាត់ថាមកទេគាត់ថាដើម្បីឲ្យបងប្អូនឡើងខាងសួរបានណាបងប្អូនត្រូវតែស្គាល់ផ្លូវឡើងខាងសួរត្រូវស្គាល់ផ្លូវហើយផ្លូវឡើងខាងសួរមានតែមួយគត់គឺសាលាសន្សំបុលខ្មែរសាលាសន្សំបុលខ្មែរពិភពលោកគឺនៅអាស្រមគាត់ហ្នឹងមានតែមួយគត់ផ្លូវឡើងខាងសួរកន្លែងហ្នឹងហើយអ្នកឡើងទៅគ្រប់គ្រងលោកហ្នឹងជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិអស់យ៉ាងណាបងប្អូនណាថោកខ្លួនយើងណាថោកអាខ្លួនយើងអ្នកនិយាយនេះមិនថោកទេថោកខ្លួនយើងមនុស្សគាត់តែនិយាយភាសាអញ្ចឹងអូនណាបើសិនជាមកជួបបងវិញខ្ញុំថ្ងៃមុនទេទៅនិយាយអញ្ចឹងខ្ញុំស្ដាប់បញ្យល់បងឥឡូវខ្ញុំស្ដាប់បញ្យល់បងឯងយល់បងមកថាមនុស្សនេះបងឯងកាលណាមើលថោក
សំដីរយមនុស្សត្រឡប់ត្រឡប់ណាយើងអ្នកសារសំដីរបស់យើងអូនណាមិនងាយនិយាយមិនងាយថាសិនតើកុំអាបាញ់ឃើញព្រៀបអត់ទាន់និយាយតែយើងអាមកនិយាយហើយគឺច្បាស់ជារឿងនឹងអញ្ចឹងណាហើយបើបែរទៅជារឿងនឹងមិនអញ្ចឹងវិញមានពុទ្ធអរិយសេរីអូនជួនកាលអាចจะសុំទោសគេផងថាខ្ញុំណាបានពីវិច័យពីនេះឯងផងខ្ញុំសុំទោសស្អាតស្អប់ក្នុងផ្លូវចិត្តណាប៉ុន្តែពួកគេអត់ចឹងអូនគេនិយាយគេរកតែការគ្រប់គ្រងចំណែកពួកយើងមកនិយាយសេចក្តីពិតឲ្យយល់អំពីរបៀបនៃការធ្វើការរបស់ពួកយើងថាម៉េចគឺយើងថាអញ្ចឹងយើងអត់សម្ដងចំនួនតែសមាជិកលោកប្រាប់ថាម៉េចជីវិតជាទុកគេថាអត់ទេបើអត់មានស៊ីទុកមែនសុខក៏ទុកដែរព្រះសមាជិកថាសុខក៏ទុកដែរបងប្អូនណាទុកកន្លែងព្រះសមាជិកសម្ដែងនេះមានលក្ខណៈជ្រៅទៅព្រះសមាជិកខែទាំងសម្ដែងទៀតថាម៉េចទុកហ្នឹងគឺជាឈរដែលអ្នកត្រូវកំណត់កាន់ទុកហ្នឹងមិនមែនព្រោះតែតថាគតថាទេប៉ុន្តែធម៌នេះគឺជាធម៌ដែលអ្នកត្រូវកំណត់ដល់ខ្លួនអ្នកទុកគឺជាធម៌ដែលត្រូវកំណត់ដល់ជួបប្រចាំតាមក្នុងលោកយល់បងលោកចាំទាំងអស់ទុកគឺជាធម៌ដែលត្រូវកំណត់ដល់សមុទយសច្ចៈគឺជាធម៌ដែលត្រូវពោះនឹងលើនិរោធសច្ចៈគឺជាធម៌ដែលត្រូវធ្វើឲ្យបានសម្រេចបើពេលមគ្គសច្ចៈជាធម៌ដែលត្រូវធ្វើឲ្យចម្រើនជារៀងរាល់ថ្ងៃនិរោធសច្ចៈជាគោលដៅមគ្គមិនជាធម៌ដែលត្រូវធ្វើចម្រើនយើងដើររាល់ថ្ងៃអត់ដល់គោលដៅព្រះសម្មាសម្ពុទ្ធលោកសម្ដែងពីអរិយសច្ចៈទាំង4ហើយលោកប្រាប់អំពីលក្ខណៈនៃធម៌នីមួយប៉ុន្តែមនុស្សច្រើនណាស់តែអត់យល់ហើយអត់ស្គាល់ត្រូវព្រះសម្មាសម្ពុទ្ធសម្ដែងថាទុកគឺជាធម៌ដែលត្រូវកំណត់ដឹងមិនមែនអ្នកនិយាយជាអ្នកកំណត់ដឹងទេប៉ុន្តែអ្នកស្ដាប់អ្នកត្រូវតាមកំណត់ដឹងអ្នកមិនមែនយល់ថាមានទុកព្រោះតថាគតសម្ដែងថាទុកទេប៉ុន្តែអ្នកត្រូវគាត់ត្រូវទុកដល់ខ្លួនឯងជ្រៅបងប្អូនជ្រៅអ្នករស់នៅក្នុងទុកច្រើនណាស់តែមិនគាត់ត្រូវទុកទេជម្រាបឧទាហរណ៍ពីអ្នកកណ្ដាលវាយបាច់មករាល់ថ្ងៃយើងមើលពីចម្ងាយយើងគាត់ទុកត្រូវយើង